thử té từ ở chung ngày stay away mong ai chung ngày pi smartit em na đại chia smartit sang dốc chia thế bộ phụ hay frito concept đại dương ai chúng ta HFCS anhนี้คือbà chia banคือchiaហើយជាពិសេសគេដាក់នៅក្នុងភេសជ្ជៈ soft drink អញ្ចឹងកាត់បន្ថយពពួកភេសជ្ជៈផ្អែមនឹងឲ្យបានជាអតិបរមាទៅគឺយើងនឹងអាចមានសុខភាពល្អហើយបើជាដំណងខ្ញុំបាទមានចាំសូមគោរពនឹងជំរាបសួរទៅដល់ប្រិយមិត្តដែលតាមដានទស្សនាការផ្សាយរបស់នេត្រាផលជាទីគោរពនៅថ្ងៃនេះដែរខ្ញុំបាទមានប្រធានបទថ្មីមួយទៀតដែលយកមកជជែកគ្នាហើយថ្ងៃនេះយើងមានកិត្តិយសមែនទែនដោយទទួលបាននៅអ្នកជំនាញផ្នែកគីមីនិងចំណីអាហារគឺលោកជំទាវបណ្ឌិតសុភាចារ្យចេតសុថាដែលលោកជំទាវជាអ្នកជំនាញនៃរាជបណ្ឌិតសុភាលោកនឹងមកបកស្រាយជុំវិញប្រធានបទខាងលើនេះថាតើពាក់ព័ន្ធជាមួយនឹងជាតិស្ករឬមួយក៏សមាសជាតិស្ករឬក៏ក្លុយកូនថាតើអ្វីទៅជាក្លុយកូនអ្វីទៅថាតើក្លុយកូនមាននៅក្នុងសារធាតុនៃអាហារប្រភេទណាខ្លះដូច្នេះកុំឲ្យរំចាំយូរយើងជួបជាមួយនឹងគាត់តែម្ដងបាទសូមគោរពនឹងជំរាបសួរទៅដល់លោកជំទាវបាទចាជំរាបសួរសុខសប្បាយចាបាទលោកជំទាវបែកគ្នាមួយរយៈសុខទុក្ខអីយ៉ាងណាដែររវល់ការងារមកមានញឹកច្រើនទេលោកជំទាវបាទចាធម្មតាទេជាអ្នកស្រាវជ្រាវរវល់ធម្មតាជាការងាររាល់ថ្ងៃចាគឺប្រកបដោយភាពណាចាអរគុណអាចថារវល់ច្រើនទៅលើកិច្ចការស្រាវជ្រាវចំណេះដឹងថ្មីបន្ថែមទៀតមែនទេចាគឺយើងមានការស្រាវជ្រាវបន្តដោយសារយើងនៅក្នុងជំនាញហ្នឹងហើយតាក់ទងជាមួយនឹងមហាជនមួយចំនួនដែលគាត់ចង់ដឹងដែរចាអញ្ចឹងអរគុណបាទលោកជំទាវក្នុងថ្ងៃនេះខ្ញុំបាទមានកិត្តិយសមែនទែនដោយនឹងលើកយកប្រធានបទទូទៅមួយដែលសម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើងទូទៅហ្នឹងគឺកំពុងតែគេថាប្រឈមជាមួយនឹងការទទួលទាននៅអាហារគ្រប់មុខគ្រប់បែបគ្រប់បបតែម្ដងមិនថាប្រភេទភេសជ្ជៈមិនថាប្រភេទអាហារក្តៅឬក៏ប្រភេទអាហារសម្រន់ភាគច្រើនគឺសុទ្ធសឹងតែជាអាហារដែលមានសារធាតុឬក៏សមាសធាតុជាតិផ្អែមនឹងច្រើនឬមួយក៏ជារួមទៅជាការនិយមទូទៅនៃប្រជាពលរដ្ឋខ្មែរតែម្ដងដែលយើងមើលឃើញជាទូទៅតាំងពីចាប់ដើម20-30 ឆ្នាំចុងក្រោយនេះតែដោយសារតែពីមុនតាក់ទងជាមួយនឹងសុខភាពពួកគាត់ដូចជាមិនសូវជាប៉ះពាល់ពេកទេឬមួយក៏យ៉ាងម៉េចមានសំណួរទី1ចង់ជំរាបសួរទៅលោកជំទាវថាតើអ្វីទៅគឺជាសារធាតុស្ករឬក៏សមាសធាតុស្ករឬក៏ក្លូយកូសចាអរគុណច្រើនសំណួរនេះល្អមែនទែនតាក់ទងជាមួយនឹងបរិមាណស្ករដែលមាននៅក្នុងអាហារចាមុននឹងយើងទៅដល់ថាស្អីជាស្ករសិនខ្ញុំសូមបញ្ជាក់ថាតើស្ករវានៅក្នុងសមាសធាតុមួយណាធម្មតានៅក្នុងស្ករវាជាសមាសធាតុមួយគេបែងចែកវានៅក្នុងថ្នាក់មួយឲ្យឈ្មោះថាកាបូនអ៊ីដ្រាតចាអញ្ចឹងកាបូនអ៊ីដ្រាតនេះក៏ជាសមាសធាតុសំខាន់មួយនៅក្នុងចំណោមសមាសធាតុសំខាន់5ដែលខ្ញុំបានជម្រាបពីលើកមុនហើយយើងមានប្រូតេអ៊ីនយើងមានខ្លាញ់យើងមានកាបូនអ៊ីដ្រាតវីតាមីនហើយនឹងមីនេរ៉លអញ្ចឹងសមាសធាតុ5នេះគឺសំខាន់ណាស់សម្រាប់ទ្រទ្រង់សារពាង្គកាយយើងហើយនៅពេលដែលយើងញ៉ាំអាហារវាតែងតែមានអាហារសមាសធាតុទាំងអស់ហ្នឹងអញ្ចឹងថ្ងៃនេះយើងចង់បញ្ជាក់ថាតើស្ករវានៅក្នុងកាបូនអ៊ីដ្រាតហ្នឹងវាជាស្អីអញ្ចឹងជាដំបូងខ្ញុំចង់បញ្ជាក់បន្តិចអ្វីទៅជាកាបូនអ៊ីដ្រាតជាកាបូនអ៊ីដ្រាតនេះបើយើងសិក្សាតាមទ្រឹស្ដីវាជាសមាសធាតុស្ករជាទូទៅមកពីពាក្យក្រិចដែលគេឲ្យឈ្មោះថាសាការីតនោះគឺជាស្ករប៉ុន្តែមិនមែនសិតតែស្ករទាំងអស់ហ្នឹងជាកាបូនអ៊ីដ្រាតទេដោយសារនៅក្នុងកាបូនអ៊ីដ្រាតនេះយើងមានចំណុចថ្នាក់ដល់ទៅ4យើងមានម៉ូណូសាការីតយើងមាន D សាការីតហើយនឹងអូលីហ្គូនិងប៉ូលីសាការីតអញ្ចឹងថ្ងៃនេះខ្ញុំមិននិយាយទៅដល់ប៉ូលីសាការីតទេគឺយើងនិយាយតែម៉ូណូសាការីតហើយនឹង D សាការីតអញ្ចឹង D សាការីតគឺជាម៉ូណូសាការីតគឺជាស្ករដែលមួយម៉ូលេគុលទេដែលវាមាននៅក្នុងហ្នឹងតែមួយទេអញ្ចឹង2គឺមានន័យថាវា2ម៉ូលេគុលស្ករ2នឹងជាប់គ្នាអញ្ចឹងម៉ូណូសាការីតហ្នឹងមានអីខ្លះដែលយើងថាតើបើវា
វាមានអីខ្លះ monosaccharide ចឹងយើងឃើញមានស្ករដែលសំខាន់ដែលជា monosaccharide ដែលត្រួតត្រងសារពាង្គកាយហ្នឹងខ្ញុំកត់សម្គាល់ឃើញមានតែ5ទេដែលសំខាន់គឺទី1 glucose នេះគឺជាស្ករដែលសំខាន់ជាងគេបំផុតដែលជាស្ករនៅក្នុងឈាមចាបន្ទាប់មកគឺយើងឲ្យឈ្មោះថា galactose វាមិនមែនជាស្ករក្នុងឈាមទេប៉ុន្តែជាស្ករដែលសម្បូរនៅក្នុងទឹកដោះអញ្ចឹងបើយើងចង់បានស្ករប្រភេទនេះគឺយើងទទួលទានទឹកដោះឲ្យបានច្រើនហើយនឹងយើងមានស្ករមួយទៀតគឺ fructose ដែលជាស្ករដែរប៉ុន្តែវាសម្បូរនៅក្នុងពពួកផ្លែឈើអញ្ចឹងនៅក្នុងផ្លែឈើវាសម្បូរ fructose ច្រើនជាង glucose ហើយនឹងមានស្ករមួយទៀតដែលយើងទទួលទានរាល់ថ្ងៃដែលយើងហៅថាស្ករហ្នឹងវាមិនមែនជា monosaccharide ទេវាជាពពួក disaccharide ដែលវាមាន2 molecule ចូលគ្នាដែលយើងឲ្យឈ្មោះថា sucrose អញ្ចឹងថ្ងៃនេះ sucrose គឺជា molecule monosaccharide 2ដែលវាភ្ជាប់គ្នាដោយសារ glucose ហើយនិង fructose បង្កើតបានជា sucrose ដែលយើងហៅថាស្ករដែលយើងញ៉ាំដាក់សម្លដាក់អីដាក់កាហ្វេដាក់អីហ្នឹងអញ្ចឹងវាមិនមែនជា monosaccharide ទេតែអាស្ករដែលនៅក្នុងឈាមនេះមិនមែនជា disaccharide ហ្នឹងទេវាជា monosaccharide ដែលយើងឲ្យឈ្មោះថាមួយមិញដែលខ្ញុំបញ្ជាក់ខាងដើមគឺជា glucose ចាអញ្ចឹងថ្ងៃនេះយើងសង្កត់ធ្ងន់លើ glucose ដែលយើងញ៉ាំនៅក្នុងអាហារហ្នឹងចាអញ្ចឹងតកតងជាមួយនឹង glucose នេះទៀតសោតតើមាននៅក្នុងសារធាតុនៃប្រភេទអាហារណាខ្លះហើយការបរិភោគទទួលទាននៅអាហារដែលមានសមាសធាតុនៃ glucose ហ្នឹងយើងបែងចែកកម្រិតក៏ដូចជាបរិមាណហ្នឹងយ៉ាងម៉េចដែរដើម្បីឲ្យវាស័ក្តិសមទៅនឹងសារពាង្គកាយរបស់ឧទាហរណ៍ថាកុមារឬក៏មនុស្សពេញវ័យឬមួយក៏មនុស្សចាស់ចាតាមធម្មតានៅក្នុងអាហារូបត្ថម្ភគឺគេតែងតែកំណត់នៅបរិមាណគ្រប់គ្រាន់ដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលទានអាហារហ្នឹងទៅគឺយើងមានសុខភាពល្អចាំមកដល់ថ្ងៃនេះគឺយើងគួរតែពិចារណាហើយត្រូវតែញ៉ាំអាហារណាដែលផ្ដល់សុខភាពចាអញ្ចឹងដើម្បីបានទទួលសុខភាពល្អហ្នឹងតើយើងញ៉ាំស្ករហ្នឹងប្រភេទណាអាហារប្រភេទណាអញ្ចឹងឥឡូវនេះខ្ញុំចង់សង្កត់ធ្ងន់ថាតើប្រភពរបស់ glucose ហ្នឹងយើងមាននៅក្នុងអាហារប្រភេទណាខ្លះអញ្ចឹង glucose នេះប្រភពរបស់វាគឺវាអាចមាននៅក្នុងអង្ករឬក៏យើងហៅថាបាយចាអាចនៅក្នុងពោតអាចនៅក្នុងដំឡូងអាចនៅក្នុងបន្លែខ្លះឬក៏នៅក្នុងគ្រាប់ធញ្ញជាតិខ្លះនឹងអាហារផ្សេងដែលយើងអាចញ៉ាំទៅយើងទទួលទានបានព្រោះដោយសារឧទាហរណ៍ថាយើងញ៉ាំបាយវាសម្បូរដោយអាមីដុងអញ្ចឹងនៅក្នុងអាមីដុងវាជា polysaccharide នេះអញ្ចឹងវានៅក្នុងប្រភេទកាបូនអ៊ីដ្រាតដែរប៉ុន្តែនៅក្នុង polysaccharide ដែលវាកាត់ឡើងពី molecule glucose ហ្នឹងរាប់ពាន់រាប់រយរាប់ពាន់អញ្ចឹងពេលដែលយើងញ៉ាំអាហារដែលសម្បូរអាមីដុងហ្នឹងពេលដែលវាទៅដល់កាពះយើងទៅដល់ពោះវៀនវានឹងចាប់ដើមបំបែកអាមីដុងហ្នឹងឲ្យទៅជា glucose តូចដែលវាត្រូវទៅនៅក្នុងឈាមយើងហ្នឹងចាអញ្ចឹងអាហារទាំងអស់ហ្នឹងគឺមានពោតមានដំឡូងមានបន្លែខ្លះហើយមានសាច់ខ្លះក៏មានដែរដែលតិចទៀតនៅក្នុង polysaccharide ដែរដែលយើងហៅថាពពួក glycoside អញ្ចឹងថ្ងៃនេះយើងអត់ទៅដល់ហ្នឹងទេអញ្ចឹងបានយើងអាចញ៉ាំសាច់ក៏វាអាចបំបែកបានទៅជា glucose ដែរតែវាតិចទេប៉ុន្តែបើនៅក្នុងអាមីដុងគឺវាសម្បូរច្រើនអញ្ចឹងហើយការបរិភោគអាហារហ្នឹងត្រូវតែមានកំណត់ជាពិសេសពពួកបាយពួកដំឡូងពួកអីហ្នឹងมันអាចញ៉ាំតាមដែលយើងចង់ទេអញ្ចឹងជាទូទៅកំណត់នៅក្នុងអាហារូបត្ថម្ភមនុស្សពេញវ័យក្នុងមួយថ្ងៃគេឲ្យយើងបរិភោគពពួកស្ករដែលនៅក្នុងឈាមយើងហ្នឹងគឺពីអាចថាបរិមាណដែលច្រើនបំផុតហ្នឹង50ក្រាមឬក៏48ក្រាមអញ្ចឹងនៅក្នុងនេះខ្ញុំគិតថាមនុស្សពេញវ័យដើម្បីឲ្យទទួលបានបរិមាណថាមពលដែលបានពីស្ករហ្នឹងយ៉ាងហោចណាស់យើងគិតវាត្រឹម 10% នៃកាឡូរីដែលយើងទទួលទានក្នុងមួយថ្ងៃអញ្ចឹងក្នុងមួយថ្ងៃយើងត្រូវការកាឡូរីពី1500ទៅ2000អញ្ចឹងជាទូទៅមនុស្សដែលធ្វើការមនុស្សដែលពេញកម្លាំងគឺយើងត្រូវការ2000ខ្ញុំនិយាយជាមធ្យម2000គីឡូកាឡូរីក្នុងមួយថ្ងៃអញ្ចឹងក្នុង2000គីឡូកាឡូរីនេះត្រូវយកកាឡូរីដែលបានពីស្ករនឹងយ៉ាងហោច 10% អញ្ចឹង 10% បើយើងគណនាមកប្រហែល200គីឡូកាឡូរីទេក្នុងមួយថ្ងៃដែលបានពីស្ករនឹងថាមពលនឹងចាអញ្ចឹងមនុស្សពេញវ័យត្រូវការតែអាច30ក្រាមទេក្នុងមួយថ្ងៃហើយគេនៅកូនក្មេងគេបែងចែកពីអាយុ4ឆ្នាំ
ទៅ6ឆ្នាំហើយនឹងពី7ឆ្នាំដល់10ឆ្នាំអញ្ចឹងពី4ឆ្នាំទៅ6ឆ្នាំគឺកាឡូរីបរិមាណស្ករគេឲ្យត្រឹមតែ19ក្រាមឯក្នុងមួយថ្ងៃហើយបើកូនក្មេងដែលចាប់ពីអាយុ7ឆ្នាំដល់10ឆ្នាំហ្នឹងគេឲ្យ24ក្រាមក្នុងមួយថ្ងៃចាអញ្ចឹងមនុស្សចាស់អាច30 40នៅក្នុងហ្នឹងអាចនៅក្នុងចន្លោះហ្នឹងចាចឹងបានន័យថាមនុស្សពេញវ័យយើងដែលយើងពេញកម្លាំងធ្វើការហ្នឹងគេហៅថាកាឡូរីដែលគីឡូកាឡូរីដែលយើងត្រូវបំពេញសរុបហ្នឹងគឺអាចទៅចន្លោះពី1500ទៅ2000អញ្ចឹងចាប៉ុន្តែក្នុងហ្នឹងយើងរាប់ជិះបញ្ចូលជាមួយនឹងសារធាតុក្លូកូននៅក្នុងហ្នឹងដែរនៅក្នុងហ្នឹងយកតែ10%នៃកាឡូរីហ្នឹងឯងអញ្ចឹងយើងគុណទៅ10%បើយើងត្រូវការ2000កាឡូរីអញ្ចឹង10%គឺ200កាឡូរីក្នុងមួយថ្ងៃសម្រាប់ធម្មពលដែលបានពីស្ករបាទលោកជំទាវនេះអ្វីដែលយើងលោកជំទាវបានចែករំលែកហ្នឹងវាហាក់បីដូចជារៀងបច្ចេកទេសបន្តិចទាក់ទងជាមួយនឹងការទទួលជ្រាបពីបងប្អូនប្រិយមិត្តក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះខ្ញុំនឹងព្យាយាមចង់ឲ្យលោកជំទាវបញ្ជាក់បន្ថែមបន្តិចដែរទាក់ទងជាមួយនឹងហេតុអ្វីបានជាឥឡូវនេះការបរិភោគអាហារឬក៏ភេសជ្ជៈដែលមានសមាសធាតុក្លូកូសច្រើនឬក៏ជាតិស្ករច្រើនហ្នឹងវាទៅជាចាប់ផ្ដើមមានការទុំស្គរទុំជ័យហ្នឹងគឺបញ្ជាក់ថាដល់ចំណុចមួយដែលគេហៅថាភ្លើងក្រហមអញ្ចឹងណាបានន័យថាការទទួលទានទៅលើប្រភេទដែលមានសមាសធាតុស្ករហ្នឹងច្រើនទៅធ្វើឲ្យសុខភាពនឹងមានការប្រែប្រួលយ៉ាងម៉េចចុះហេតុអីបានជារយៈពេលយើងគិតទៅ20 30 40ឆ្នាំមុនដូចជាប្រជាពលរដ្ឋយើងទាំងអាការឡើងទម្ងន់ឬក៏ជំងឺធាត់ឬក៏អីហ្នឹងមិនសូវជាប្រមាណទេតើទៅមួយការលឺឈាមឬអីចឹងទៅប៉ុន្តែអានេះវាអាចពាក់ព័ន្ធទេថាតាមមកដល់ពេលនេះការវិវត្តនៃបច្ចេកវិទ្យាទំនើបប៉ុណ្ណឹងហើយក៏ប៉ុន្តែហេតុអ្វីបានជាការទទួលទានអាហារបែបប្រភេទដែលមានជាតិស្ករឬក៏ក្លូកូសច្រើនហ្នឹងទៅជាប៉ះពាល់ដល់សុខភាពវិញបាទចាអរគុណច្រើននៅសំណួរនេះគឺជាសំណួរដែលសំខាន់ណាសម្រាប់យើងរក្សាសុខភាពយើងចាតាមរយៈក្រសួងសុខាភិបាលគឺបានចេញបានចង់និយាយថា alert ឲ្យយើងប្រយ័ត្នហើយថាការបរិភោគស្ករច្រើនមិនល្អសម្រាប់សុខភាពទេអញ្ចឹងតើការប៉ះពាល់នៃការបរិភោគបរិមាណស្ករច្រើនហ្នឹងតើវាបង្កឲ្យយើងកើតអ្វីខ្លះចាតាមពិតខ្ញុំបានទៅចូលរួមសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលហ្នឹងតាំងពី10ឆ្នាំជាងមុនហើយតាំងឆ្នាំ2011យើងបានទៅសិក្សាវគ្គបណ្ដុះបណ្ដាលនៅម៉ាឡេមួយតាក់ទងនឹងការប្រើប្រាស់អាហារហ្នឹងអញ្ចឹងតាក់ទងនឹងការបរិភោគបរិមាណស្ករនេះនៅស្រុកគេធ្វើបានយូរហើយក៏ប៉ុន្តែដោយសារមកពីយើងការផ្សព្វផ្សាយមិនបានទូលំទូលាយឬមួយដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋយើងនៅមានកម្រិតចឹងហើយធ្វើឲ្យយើងគិតថាការបរិភោគផ្អែមហ្នឹងល្អអញ្ចឹងហើយមកដល់ថ្ងៃនេះយើងឃើញថាភេសជ្ជៈដែលមានបរិមាណស្ករនេះគឺមានច្រើនឥឡូវនេះសូម្បីតែនៅសាលាខាងក្រសួងអប់រំក៏បានចុះបណ្ដុះបណ្ដាលនិយាយទៅជំរាបឲ្យលោកគ្រូអ្នកគ្រូឬក៏ឲ្យនាយកសាលាហ្នឹងមិនឲ្យលក់របស់ណាដែលផ្អែមនៅក្នុងសាលាទេចាអញ្ចឹងថាតើការលើសបរិមាណស្ករនេះខ្ញុំនិយាយតែស្ករនៅក្នុងឈាមទី1ខ្ញុំចង់និយាយពីក្លូកូសនឹងតែម្ដងខ្ញុំនឹងលំអិតបន្តិចទៀតនៅតាក់ទងជាមួយនឹងសមាសធាតុផ្អែមដែលយើងឲ្យឈ្មោះថា sweetener អញ្ចឹងស្ករនិង sweetener អត់ដូចគ្នាទេចាស្ករយើងថាវាកើតឡើងដោយសារក្លូកូសហើយនិង fructose ប៉ុន្តែស្ករនៅក្នុងឈាមតែមួយទេគឺក្លូកូសអញ្ចឹងកន្លែងមិញនេះសួរថាហេតុអីបានជាគេ alert យើងអញ្ចឹងការបរិភោគបរិមាណស្ករច្រើនលើសលប់គឺធ្វើឲ្យយើងមាន5ចំណុចដែលយើងកាត់ជំងឺហ្នឹងទី1គឺធ្វើឲ្យយើងឆាប់ធាត់ចុះមុខងាររបស់ស្កររបស់កាបូនអ៊ីតារ៉ាតអត់បានធ្វើថាវាធ្វើឲ្យយើងធាត់ទេអត់មានអីទេមុខងាររបស់និយាយទៅកាបូនអ៊ីតារ៉ាតមានមុខងារតែ2ឯស្តុកធម្មពលឲ្យយើងហើយនឹងផ្ដល់ធម្មពលចុះហេតុអីបានជាវាពេលយើងញ៉ាំស្ករលើមិនបានវាធាត់វាខុសពីប្រេងខុសពីខ្លាញ់បន្តិចខ្លាញ់វាមានមុខងារមួយធ្វើឲ្យយើងធាត់កន្លែងនេះបើយើងលើសស្ករមានន័យថាស្ករវាមិនបំលែងខ្លួនឲ្យទៅជាខ្លាញ់នៅក្នុងសារពាង្គកាយយើងគឺស្ករដោយសារបរិមាណស្ករយើងមានបង្គំនីតិមួយឲ្យឈ្មោះថាបង្គំនីតិអាល់ដេអ៊ីតអញ្ចឹងបង្គំនីតិអាល់ដេអ៊ីតនេះវានឹងបំលែងខ្លួនវាឲ្យទៅជាខ្លាញ់បានអញ្ចឹងវាបង្កើតបានទៅជា triglycerin នេះដែលគ្រោះថ្នាក់សម្រាប់ពួកយើងដែលស្ទះខ្លាញ់ក្នុងឈាមអីតែគេទៅពេទ្យនេះគេតែងឲ្យយើងមើលហើយកូលេស្តេរ៉ុល3មុខ
ដែលធ្វើឲ្យយើងធាត់ឲ្យយើងមានសុខភាពអត់ល្អហ្នឹងគឺ triglycerin នេះត្រូវតែមើលដាច់ខាតអញ្ចឹងស្ករវានឹង convert វានឹងបំលែងខ្លួនវាឲ្យទៅជា triglycerin ដែលកាលណាវាច្រើនគឺវាធ្វើឲ្យយើងធាត់អញ្ចឹងធាត់នេះមិនមែនមកពីស្ករទេមកពីស្ករវាបំលែងឲ្យទៅជាខ្លាញ់សិនហើយបានវាឲ្យយើងធាត់នេះទី1ទី2នៅពេលដែលយើងញ៉ាំបរិមាណផ្អែមច្រើនពេកគឺយើងនឹងកើតជំងឺមួយឲ្យឈ្មោះថាជំងឺទឹកនោមផ្អែមប្រភេទ2ជំងឺទឹកនោមផ្អែមប្រភេទ2នេះមិនមែនជាជំងឺតពូជទេគឺជាជំងឺដែលយើងញ៉ាំអាហារមិនត្រឹមត្រូវចឹងធ្វើឲ្យយើងកើតចឹងមកដល់ថ្ងៃនេះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ2នេះច្រើនណាស់កន្លែងនេះខ្ញុំមិនមែនជាជំនាញគ្រូពេទ្យចឹងខ្ញុំបានសង្កត់ខ្លួនតែប៉ុណ្្នឹងដោយសារញ៉ាំស្ករច្រើនគឺធ្វើឲ្យទៅកើតជំងឺទឹកនោមផ្អែមដែលមានស្ករនៅក្នុងឈាមនឹងឯងចឹងបានន័យថាលោកជំទាវលើកឡើងថាជំងឺទឹកនោមផ្អែមហ្នឹងគឺមិនកើតចេញពីជំងឺដំណពូជទេអត់ទេអូខេអាទឹកនោមផ្អែមប្រភេទ2ណាប្រភេទ2ណាចាប្រភេទ2នេះអត់តពូជទេគឺដោយសារគឺយើងញ៉ាំសមាសធាតុស្ករច្រើនពេកស្ករវាទៅស្តុកក្នុងឈាមច្រើនពេកវាធ្វើឲ្យយើងលើសចាទី3គឺកាត់ជំងឺពុកធ្មេញចុះហេតុអីបានញ៉ាំស្ករទៅពុកធ្មេញវាអត់វាទៅផ្ដល់ធម៌ពលអីតាដោយសារអីដោយសារយើងញ៉ាំស្ករទៅយើងចូលមកក្នុងមាត់យើងនៅក្នុងមាត់នេះមានបាក់តេរីហើយបាក់តេរីនេះវានឹងបំលែងស្ករឲ្យទៅជាអាស៊ីតណាពេលយើងរៀនគឺស្ករវានឹងបង្កើតក្លូកូសវាបំលែងទៅជាអាស៊ីតអញ្ចឹងអាស៊ីតហ្នឹងហើយវាទៅធ្វើឲ្យធ្មេញយើងពុកអូខេអញ្ចឹងបានគេអត់ឲ្យក្មេងញ៉ាំស្ករច្រើនទេខ្លាចពុកធ្មេញដែលយើងហៅថាដង្កូវស៊ីធ្មេញនោះអត់មានដង្កូវទេគឺពុកធ្មេញតែម្ដងទី4គឺកាលណាយើងញ៉ាំស្ករច្រើនពេកយើងគិតថាប្រហែលយើងមានកម្លាំងផ្ទុយទេពេលដែលយើងញ៉ាំស្ករខ្លាំងច្រើនពេកធ្វើឲ្យយើងអស់កម្លាំងវិញហេតុអ្វីកន្លែងហ្នឹងដោយសារស្ករពេលដែលយើងញ៉ាំទៅវាបង្កើតឲ្យយើងមានថាមពលខ្លាំងពេលដែលថាមពលខ្លាំងភ្លាមច្រើនវានឹងចុះមកវិញលឿនដែរអញ្ចឹងដល់ពេលដែលស្ករចុះមកលឿនធ្វើឲ្យថាមពលចុះខ្លាំងអញ្ចឹងធ្វើឲ្យយើងអស់កម្លាំងអូខេហើយទី5នេះគឺជំងឺបេះដូងឬក៏ជំងឺលើសឈាមលើសអីហ្នឹងក៏មកពីអាហ្នឹងឯមិញខ្ញុំបានជម្រាបឲ្យថានៅពេលដែលយើងញ៉ាំខ្លាំងថាមពលយើងឡើងខ្លាំងធ្វើឲ្យសម្ពាធឈាមយើងខ្ពស់អញ្ចឹងធ្វើឲ្យយើងឡើងសម្ពាធឈាមអូតូហើយអញ្ចឹងមាន5ចំណុចហ្នឹងដែលជំងឺសំខាន់ដែលយើងកើតច្រើននៅស្រុកខ្មែរយើងហ្នឹងដែលយើងអត់បានប្រុងប្រយ័ត្នទេម្ដងថ្ងៃនេះអូខេចុះឥឡូវមិញយើងនិយាយថាខ្វះលើសឯងចុះបើខ្វះវិញកើតអីក៏ឈឺដែរប៉ុន្តែគ្រាន់ថាពេលដែលយើងខ្វះស្ករវាអាចឲ្យយើងឈឺក្បាលអស់កម្លាំងមានការខ្សោយសរីរាង្គយើងណាដកដង្ហើមពិបាកអីអញ្ចឹងទៅហើយក្អួតហើយវាតាក់ទងនឹងការទល់លាមកដោយសារញ៉ាំកាបូនអ៊ីដ្រាតវាមាន fiber អញ្ចឹង fiber ពពួក cellulose បាទយ៉ាអញ្ចឹងអានឹងរឿងមួយធ្វើឲ្យយើងទល់លាមកអីចឹងណាហើយវាក៏មានឥទ្ធិពលដល់កង្វះវីតាមីនដែរនៅពេលដែលយើងខ្វះហ្នឹងធ្វើឲ្យយើងខ្វះវីតាមីនអញ្ចឹងធ្វើឲ្យខ្លួនយើងហេះហាស់អូខេចានេះខ្ញុំតាក់ទងជាមួយនឹងកង្វះស្ករប៉ុន្តែរាល់ថ្ងៃប្រហែលជាយើងមិនសូវខ្វះទេយើងលើសច្រើនជាងបបោវិញចាអញ្ចឹងឥឡូវនេះខ្ញុំមិញបងអូនបានសួរថាចុះenergy drink គេប្រើអីបាទ energy drink នេះគេមិនសូវប្រើស្ករធម្មជាតិទេគេប្រើស្ករសង្យោគច្រើនជាងឬក៏គេអាចប្រើគេហៅថា sweetener សម្រាប់ឲ្យផ្អែមអញ្ចឹងអា sweetener ហ្នឹងមិនដែរក៏វាគ្រោះថ្នាក់សម្រាប់យើងដែរ sweetener នេះភាគច្រើននៅស្រុកម៉ាឡេគេបានហាមយើងតាក់ទងជាមួយនឹង high fructose corn syrup ដែលគេផលិតចេញមកពីពោតហើយវា compact វាផ្អែមខ្លាំងអាហ្នឹងគេអាចដាក់ចូលនៅក្នុងពពួកនំ birthday នំអីដែលផ្អែមនំ cookie នំអីដែលផ្អែមហ្នឹងចាអញ្ចឹងគេប្រើអាហ្នឹងគេមិនប្រើស្ករធម្មជាតិយើងដូចជាស្ករត្នោតស្ករអំពៅអីទេស្ករត្នោតស្ករអំពៅគឺជាស្ករធម្មជាតិអញ្ចឹងយើងញ៉ាំអានេះប្រសើរជាងដែលយើងញ៉ាំស្ករសង្យោគចេញពី high fructose corn syrup ដែលយើងឲ្យជួថាHFCS ចាលោកជំទាវកន្លងមកខ្ញុំតែងតែឃើញឮសូរតលនឹងតិចថាកុំញ៉ាំអាហារដែលមានជាតិស្ករច្រើនពេកឬក៏ sweetener ដែលលោកជំទាវមានប្រសាសន៍ហ្នឹងចាតើដោយសារតែយើងគិតថាបរិមាណនៃស្ករបច្ចុប្បន្នក៏វាមានច្រើនដែរសម្រាប់ក្នុងការប្រើប្រាស់តែ sweetener នឹងមួយវាចំណេញអ្វីខ្លះបានជាគេសម្រេចចិត្តនៅក្នុងការយកជាតិស្ករមេស្ករឬមួយក៏ sweetener នឹងយកមកប្រើប្រាស់
ហើយប្រភេទដែលប្រភេទមែនទែនហ្មងសម្រាប់ក្មេងៗដែលប៉ះពាល់បំផុតហ្នឹងគឺភាគច្រើនគាត់ញ៉ាំទៅលើអីគេខ្លះបានជាប៉ះពាល់ទៅលើសុខភាពគាត់តាក់ទងជាមួយនឹងបរិភោគ ចាស់អរគុណហើយសំណួរតកតងជាមួយនឹងអាហារដែលបានមាន sweetener ច្រើនឬក៏ស្ករច្រើននេះធម្មតាគេផលិតអាហារដែលអាហារកញ្ចប់អាហារអីហ្នឹងគេហៅឈ្មោះថា junk food នៅក្នុងភាសាហ្នឹងគឺពួកកញ្ចប់ពួកអីដែលគេដាក់នំនៅក្នុង cookie នំអីហ្នឹងតាមពិតនំទាំងអស់ហ្នឹងគឺគេមិនប្រើស្ករធម្មជាតិទេជាទូទៅគឺគេប្រើ high fructose corn syrup ដែលគេសង្យោគហ្នឹងដែលគេធ្វើមកហើយគេធ្វើឲ្យបរិមាណផ្អែមហ្នឹងខ្លាំងអញ្ចឹង high fructose corn syrup នេះគឺបរិមាណផ្អែមវាខ្ពស់ខ្លាំងណាស់ម្ដងថ្ងៃនេះគេអាចផលិតសមាសជាតិផ្អែមនេះស្មើនឹង500ដងនៃកលុយកោសរបស់យើង500ដងគឺផ្អែមខ្លាំងណាស់ចាំម្ដងថ្ងៃនេះគេអាចផលិតដល់ហ្នឹងដូចជាពួក aspartame អីនេះអានេះគឺកំពុងតែប្រឈមខ្លាំងណាស់ aspartame គឺតាក់ទងជាមួយនឹងមហារីកអីមកវាបង្កទៅជាជំងឺផ្សេងទៀតអញ្ចឹងគឺវាផ្អែមខ្លាំងអញ្ចឹងគេប្រើវាតែបន្តិចទេគេផលិតវាជាធុងហើយគេដាក់វាតែបន្តិចមួយតក់ពីរតក់ទេគឺវាផ្អែមតែម្ដងចាគេអត់ប្រើបរិមាណច្រើនទេក៏មកដំណក់ពីដំណក់វា observe បានវាគ្រប់យ៉ាដោយសារវាផ្អែម500ដងម្ដងថ្ងៃនេះគេផលិតវាឲ្យបរិមាណផ្អែមហ្នឹងគេគិតជាព្រិចហ្នឹងរហូតដល់500ចាខ្ញុំងាកមកសំណួរដែលចម្លែកមួយទៀតលោកជំទាវអាចធ្វើការវាយតម្លៃបានកម្រិតណាដែរចំពោះការប្រើប្រាស់នៅអាហារដែលមានឬក៏ភេសជ្ជៈដែលមានសមាសជាតិក្លូកូសឬក៏ស្ករហ្នឹងសម្រាប់បរិបទកម្ពុជារបស់យើងបច្ចុប្បន្នណាតើលោកជំទាវមានការវាយតម្លៃឬក៏មើលឃើញយ៉ាងណាដែរទាក់ទងជាមួយនឹងការប្រើប្រាស់មួយនេះព្រោះកន្លងមករយៈចុងក្រោយនេះភាគច្រើនគឺជាសុភាពនារីគឺគាត់តែងតែណែនាំបើញ៉ាំកាហ្វេឬក៏ញ៉ាំទឹកកកូរឬមកញ៉ាំអីចឹងកុំឲ្យដាក់ជាតិស្ករច្រើនកុំឲ្យដាក់អីច្រើនពេកទៅត្រឹមកម្រិតប៉ុណ្ណេះទៅក៏ប៉ុន្តែជាទម្លាប់របស់យើងទូទៅខ្មែររបស់យើងអាចមើលឃើញថាការទទួលទានឬក៏បរិភោគនៅអាហារភេសជ្ជៈដែលមានកម្រិតជាតិផ្អែមហ្នឹងគឺសឹងថាជាលក្ខណៈទូទៅប៉ុន្តែបើតាមបច្ចុប្បន្ននេះសម្រាប់ការវិតម្លៃរបស់លោកជំទាវមើលទៅការបរិភោគអាហារដែលមានក្លូកូសឬក៏ជាតិផ្អែមហ្នឹងមានការថមថយឬមួយក៏យ៉ាងណាដែរអរគុណណាស់យើងឃើញថាម្ដងថ្ងៃនេះយើងឃើញថាអាហារផ្អែមនេះច្រើនហើយជាទូទៅយើងអត់ដឹងថាបរិមាណផ្អែមដែលគេដាក់នឹងប៉ុន្មានសំខាន់យើងញ៉ាំផ្អែមខ្លាំងហ្មងសមាសជាតិស្ករនេះតាមពិតនៅក្នុងអាហារវាមានហើយនៅក្នុងធម្មជាតិឧទាហរណ៍ថាសម្លមួយចានបងអូនញ៉ាំបងអូនបានហើយស្ករដែលយើងទទួលទានសម្រាប់យកមកក្នុងសារពាង្គកាយគឺវាគ្រប់គ្រាន់ហើយយើងអត់ត្រូវការបន្ថែមស្ករទៀតទេប៉ុន្តែជាទូទៅយើងចូលចិត្តបន្ថែមយើងញ៉ាំកាទៀវយើងចូលទៅដល់តុកាទៀវយើងថែមស្ករហើយយើងថែមទឹកត្រីយើងថែមទឹកស៊ីអ៊ីវយើងអត់ដឹងថាតើស៊ុបគេនឹងឆ្ងាញ់ហើយនៅយើងថែមហើយមិនយើងដល់ពេលគេសួរថាកាទៀវហាងហ្នឹងហើយហាងនោះដូចគ្នាអត់ដូចគ្នាព្រោះយើងអត់បានភ្លក់original គេផងចាយើងមកដល់យើងដឹងតែដាក់ស្ករដាក់អំបិលដាក់ទឹកស៊ីអ៊ីវហើយបាត់ហើយចាអញ្ចឹងការដាក់សារធាតុផ្អែមនៅក្នុងអាហារនេះមិនចាំបាច់បន្ថែមទេដោយសារនៅក្នុងសាច់ខ្ញុំបាននិយាយមិញហើយថាក៏វាមានដែរក៏វាមានស្ករនៅក្នុងហើយត្រីក៏វាមានហើយនៅក្នុងស៊ុតក៏វាមានហើយបន្លែផ្លែឈើវាមានហើយអញ្ចឹងយើងអត់ត្រូវការបន្ថែមទៀតទេអញ្ចឹងដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពគឺទី1គឺខ្ញុំក្នុងនាមជាអ្នកស្រាវជ្រាវហើយជំនាញខាងហ្នឹងគឺគ្រាន់តែសុំឲ្យកាត់បន្ថយការបន្ថែមសមាសជាតិស្ករនៅលើអាហារជាការល្អកាត់បន្ថយឲ្យបានច្រើនជាអតិបរមាលោកជំទាវអាចបែងចែកកម្រិតណាដែរចំពោះអ្នកដែលគាត់ធ្វើការងារនៅក្នុងការិយាល័យហើយមួយផ្នែកទៀតអ្នកដែលគាត់ធ្វើការងារបែបលក្ខណៈដូចសេដ្ឋកិច្ចក្រៅប្រព័ន្ធអីចឹងគាត់អ្នកធ្វើសំណង់គាត់អ្នកលក់នៅក្នុងទីផ្សារគាត់អ្នករត់ម៉ូតូឌុបរត់លម៉អីចឹងណាតែការងារដែលប្រើប្រាស់កម្លាំងអីហ្នឹងទៅយើងគិតទៅការបែងចែកនៅកម្រិតការប្រើប្រាស់ឬក៏បរិភោគទទួលទានអាហារដែលមានក្លូកូសឬក៏សារធាតុផ្អែមហ្នឹងខុសគ្នាកម្រិតណាដែរគាត់អាចទីហោថាបើគាត់ធ្វើសំណង់ហត់ក្នុងមួយថ្ងៃ8ម៉ោងឬ10ម៉ោងអញ្ចឹងគាត់អាចញ៉ាំទីហោថាភេសជ្ជៈអស់កូកាកូឡាឬមួយក៏ស្អីទៅពីកំប៉ុងឬមួយក៏ពេលដែលគាត់ហត់ខ្លាំងហ្នឹងគាត់អាចប្រើអាហ្នឹងជំនួយបានឬមួយក៏យ៉ាងម៉េចដែរ
ខ្ញុំក៏បានចុះទៅខាងរោងចក្រដែរគាត់ថាគាត់ធ្វើការហត់ណាស់ជាពិសេសអ្នកបើកបរឡានគាត់ត្រូវការអត់ងងុយហើយគាត់ត្រូវការញ៉ាំភេសជ្ជៈបើកម្លាំងនេះគឺជាគ្រោះថ្នាក់ខ្លាំងយើងចង់បានធម្មពលដើម្បីមកបម្រើសារពាង្គកាយដូចខ្ញុំបានប្រាប់មិញហើយធម្មពលហ្នឹងវាបានតែមួយផ្លេតវាកើតខ្លាំងមែនហើយវានឹងចុះមកលឿនដែរអញ្ចឹងវានឹងធ្វើឲ្យយើងមានតែមួយផ្លេតវាអត់បានទៅជួយសរីរាង្គទេវាមានតែបំផ្លាញសរីរាង្គចាអញ្ចឹងជាគំនិតរបស់ខ្ញុំទោះជាប្អូនធ្វើការសំណង់ក៏ដោយប្អូនបរិភោគអាហារណាដែលសម្បូរប្រូតេអ៊ីនឲ្យបានច្រើនឬខ្ញុំមិនមែនឲ្យញ៉ាំខ្លាញ់ទេខ្លាញ់វាអាចល្អជាងពពួកកាបូនអ៊ីដ្រាតនឹងព្រោះវាមានមុខងាររហូតដល់ទៅ11ទៅជួយសារពាង្គកាយយើងអញ្ចឹងពេលដែលប្អូនញ៉ាំសាច់ទៅយើងញ៉ាំសាច់ទៅយើងប្រកាសជាបានហើយខ្លាញ់នឹងកាបូនអ៊ីដ្រាតនឹងយើងអត់ត្រូវការពៅដូចមិញយើងថាអាហារពៅឬក៏ភេសជ្ជៈពៅនេះគឺគ្រោះថ្នាក់ចុងក្រោយគឺប្អូននឹងកើតទឹកនោមផ្អែមទាំងអស់ទី1ពេលដែលយើងញ៉ាំអាហារដែលមានបរិមាណស្ករដែលខ្ញុំថា high fructose សង្យោគនឹងខ្លាំងពេកតើវាធ្វើឲ្យខូចអីខ្ញុំនឹងនិយាយអំពីអាហ្នឹងចានៅទីនេះនៅខ្ញុំមានការស្រាវជ្រាវមួយគឺនៅម៉ាឡេឆ្នាំ2010គេរកឃើញហើយគេបាន alert ដល់ប្រជាពលរដ្ឋគេហើយគេ ban ហើយគេបានហាមប្រជាពលរដ្ឋគេមិនឲ្យញ៉ាំ high fructose corn syrup នឹងទេទី1គឺវាទៅបំផ្លាញអីមុនគេគឺវាធ្វើឲ្យយើងធាត់សិនទី1យើងឃើញធាត់គឺដុសក្បាលពោះអីចឹងទៅបន្ទាប់ពីធាត់ហើយគឺវាទៅបំផ្លាញអីវាទៅបំផ្លាញលំពេងកាលណាលំពេងយើងខូចគឺយើងបានលំពេងមានមុខងារមួយគឺជាអ្នកបង្កើតអាំងស៊ូលីនអាំងស៊ូលីនគឺជាប្រូតេអ៊ីនដែលជួយត្រួតត្រាត្រួតពិនិត្យបរិមាណស្ករនៅក្នុងឈាមនៅពេលដែលស្ករវាលើសគឺអាំងស៊ូលីនវាទៅបន្ទាបស្ករនឹងឲ្យនៅ normal អញ្ចឹងនៅពេលដែលលំពេងខូចមានអ្នកណាផលិតអាំងស៊ូលីននឹងទៀតទី1ទី2វាធ្វើឲ្យយើងខូចក្រលៀនឬក៏យើងហៅថាតម្រងនោមអញ្ចឹងវាច្រោះអត់បានវាទៅឲ្យនៅតម្រងនោមអញ្ចឹងធ្វើឲ្យខូចក្រលៀនហើយអ្វីដែលជា toxic អញ្ចឹងគេបាននិយាយថា high fructose សង្យោគហ្នឹងគឺជា toxic សាហាវគឺជាជាតិពុលដែលមិនល្អទេវានឹងទៅស្តុកនៅក្នុងថ្លើមធ្វើឲ្យយើងឈឺថ្លើមអញ្ចឹងអ្នកដែលឈឺតម្រងនោមឬក៏លើសជាតិស្ករនឹងចុងក្រោយគឺឈឺថ្លើមណាចាំតែយើងមានការណែនាំថាបើសិនជាយើងដែលធ្វើការបងប្អូនពលរដ្ឋតែគាត់ធ្វើការងារបែបលក្ខណៈប្រើប្រាស់កម្លាំងយើងខ្លាំងជាងទៅបានន័យថាមិនមែនន័យថាមិនឲ្យប្រើប្រាស់សោះទេបានន័យថាជាស្ករយើងអាចកាត់បន្ថយអាហ្នឹងប៉ុន្តែបរិភោគអាហារដែលមានប្រូតេអ៊ីនច្រើនវិញប្រូតេអ៊ីនឬក៏ស្ករដែរប៉ុន្តែពពួកស៊ុចក្រូសដែលវាមាននៅក្នុងធម្មជាតិយើងអាចញ៉ាំផ្លែឈើយើងអាចញ៉ាំទឹកអំពៅអ្វីដែលជាធម្មជាតិហ្នឹងមិនទៅញ៉ាំអាហារពៅទេឬក៏ភេសជ្ជៈពៅហ្នឹងទេគឺមិនល្អសម្រាប់សុខភាពទេចាលោកជំទាវមួយវិញទៀតចុះតាក់ទងជាមួយនឹងក្មេងៗអាយុចន្លោះពី3ឆ្នាំទៅ6ឆ្នាំអីចឹងវាច្រើនគឺគាត់ចូលចិត្តទទួលទានបែបអាហារបែបកូនក្មេងយើងមើលទៅដូចជាកូរ៉េមិនចឹងទៅដូចជាyogurt ឬមួយក៏អាយ៉ាអ៊ូអីហ្នឹងតើគាត់បរិភោគជាទទួលទានជាប្រចាំនៅក្នុងមួយសប្តាហ៍3ដងឬក៏5ដងអីហ្នឹងតើអាហ្នឹងវាប៉ះពាល់ដែរទេឬមួយក៏វាមានតែគុណសម្បត្តិឬមួយក៏យ៉ាងម៉េចដែរអូខេមិញប្អូនបានសួរថា yogurt ឬក៏ស្អីគេទៀតមិញ yogurt យ៉ាអ៊ូ yogurt ហ្នឹងគឺយ៉ាអ៊ូហ្នឹងហើយអញ្ចឹងតែមួយទេអញ្ចឹងយ៉ាអ៊ូឬ yogurt គឺយើងចាត់ទុកនៅក្នុង dairy product ហ្នឹងអញ្ចឹងមនុស្សម្នាក់យ៉ាងហោចណាស់ត្រូវតែមាន dairy product មួយមុខដែលយើងអាចញ៉ាំបានដែលជាផលិតផលរបស់ទឹកដោះអញ្ចឹងទឹកដោះបើយើងនិយាយពីទឹកដោះបើយើងទិញញ៉ាំទឹកដោះគោឆៅវាអាចរៀងថ្លៃតែ yogurt ក៏មិនថ្លៃដែរវាអាចនៅក្នុងគេហៅថា medium អញ្ចឹងយើងអាចញ៉ាំបាន yogurt មួយថ្ងៃមួយកំប៉ុងប៉ុន្តែញ៉ាំyogurt ដែលស្ករនឹងតិចគេមានអត់ស្ករមានស្ករអញ្ចឹងកូនក្មេងបើយើងចង់ឲ្យគាត់ញ៉ាំយើងយកអត់សូវមានស្ករតិចក្មេងចូលចិត្តផ្អែមចូលចិត្តមានដាក់ផ្លែឈើដាក់អីអញ្ចឹងអាចញ៉ាំបានក្នុងមួយថ្ងៃអត់បញ្ហាទេវាជួយពវៀនទេប៉ុន្តែនៅពេលដែលសមាសធាតុផ្អែមដែលគេដាក់នៅក្នុងនំជាទូទៅ
កូនក្មេងដែលញ៉ាំភាគច្រើនគឺកូនក្មេងនោះបើនៅអាយុតូចហើយយើងឲ្យញ៉ាំនំរបស់អស់ហ្នឹងគឺវាធ្វើឲ្យខ្សោយពោះវៀនវិញដោយសារពោះវៀនត្រូវការស្រូបទឹកអញ្ចឹងអានំហ្នឹងវាត្រូវការស្រូបទឹកធ្វើឲ្យយើងខ្វះទឹកនៅក្នុងពោះវៀនធ្វើឲ្យកូនទល់លាមកឃើញកូនក្មេងៗឃើញអាសាទល់លាមកដោយសារម្ដាយខ្ញុំមិនដឹងទេឥឡូវគេចង់គេហៅថា show គេបង្ហាញពីភាពមានបានអីចឹងគេចូល stomach ទិញអានេះទិញអានោះឲ្យកូនញ៉ាំអញ្ចឹងតាមអ្នកគ្រូតាមខ្ញុំគិតថាมันល្អសម្រាប់សុខភាពក្មេងទេយើងធ្វើអ្វីដែលជាធម្មជាតិឲ្យបានច្រើនឲ្យកូនញ៉ាំគឺល្អជាងអញ្ចឹងហើយឥឡូវនេះមកហូបនំអីដែលលក់នៅតាមសាលាគេច្រើនតែឲ្យធ្វើនំរបៀបខ្មែរប៉ុន្តែជៀសវាងនំបំពងផងដោយសារបំពងនេះយើងនៅមានរឿងនិយាយមួយតាក់ទងនឹងប្រេងខ្លាញ់ទៀតមានប៉ះពាល់សុខភាពដែរចាអរគុណមែនតើលោកជំទាវថ្ងៃនេះយើងបានទៅជែកគ្នាទទួលបានអនុសាសន៍ពីលោកជំទាវចែករំលែកច្រើនមែនតើជុំវិញទៅលើគុណវិបត្តិក៏ដូចជាគុណសម្បត្តិនៃការទទួលទាននៅអាហារដែលមានសមាសធាតុក្រូចកូនឬក៏សមាសធាតុស្ករហើយបរិមាណស្ករហ្នឹងកម្រិតណាដែលមនុស្សពេញវ័យគួរតែប្រើប្រាស់កូនក្មេងហ្នឹងគួរតែប្រើប្រាស់កម្រិតណាដែលធ្វើឲ្យសុខភាពខ្លួនឯងហ្នឹងមាំទាំហើយកាលណាយើងប្រើលឿនទៅយើងនឹងទទួលបាននៅភាពផលជះឬក៏ភាពអវិជ្ជមានសម្រាប់សុខភាពហ្នឹងអាចវិវត្តទៅជាជំងឺទឹកនោមផ្អែមឬមួយអីចឹងទៅលោកជំទាវមកចំណុចទៀតខ្ញុំចង់ដឹងថាតើការបរិភោគទទួលទានបច្ចុប្បន្ននេះតាក់ទងជាមួយនឹងអាហារដែលមានជាតិស្ករនេះវាអាចជះឥទ្ធិពលដល់សុខភាពយើងនឹងកម្រិតណាទៀតដែលធ្ងន់ធ្ងរបំផុតទៅណាអាចថាទៅជាជំងឺមហារីកទេឬមួយក៏អាចធ្វើឲ្យរាងកាយរបស់យើងនឹងមានការដុសសាច់ឬមួយក៏បែបលក្ខណៈមានភាពមិនប្រក្រតីណាមួយទេទៅលើចំពោះសុខភាពមនុស្សស្រីនឹងនឹងប្រកបទៅចានៅទីនេះបើសិនជាយើងញ៉ាំបរិមាណស្ករដែលជាស្ករធម្មជាតិការប៉ះពាល់ហ្នឹងក៏វាតិចប៉ុន្តែដោយសារយើងញ៉ាំសមាសធាតុស្ករដែលគេសង្យកដូចខ្ញុំបាននិយាយមិញអញ្ចឹង high fructose corn syrup ដែលគេសង្យកចេញពីផ្លែពោតហើយវាផ្អែមខ្លាំងដែលយើងហៅថាពេលដែលយើងញ៉ាំប្អូនដែលធ្លាប់ញ៉ាំទឹកដោះគោហើយគេដាក់ទឹកសេរ៉ូអាទឹកសេរ៉ូហ្នឹងហើយគឺជាស្ករដែលគេសង្យកតែគេ compact វាឲ្យវាផ្អែមខ្លាំងអញ្ចឹងនៅស្រុកម៉ាឡេគេបានហាមប្រជាពលរដ្ឋគេតាំងឆ្នាំ2010គេចេញជា press release ឆ្នាំ2010ហ្នឹងគេបានប្រាប់យើងទៅប្រជាពលរដ្ឋគេឲ្យគេអត់ឲ្យប្រើប្រាស់ទេគឺប៉ះពាល់ដល់សុខភាពច្រើនណាស់គេបានធ្វើ survey ទៅគេឃើញថាប្រជាជនពី4ទៅ5នាក់ហ្នឹងមាននិយាយថាគឺអាចស្លាប់នៅក្នុងមួយថ្ងៃដោយសារញ៉ាំបរិមាណ high fructose syrup នឹងខ្ពស់ពេកឬមួយក៏ cysteine ហ្នឹងមែនទេនៅក្នុងនេះយើង high fructose corn syrup ចាំតិចទៀតខ្ញុំអត់មានរូបឲ្យមើលណាចាអញ្ចឹងលោកជំទាវមានប្រសាសន៍ទៅលើទឹកសេរ៉ូណាចាទឹកសេរ៉ូហ្នឹងទឹកសេរ៉ូហ្នឹងគឺរៀងផ្អែមហើយល្វីងចុងវារៀងល្វីងតិចប៉ុន្តែផ្អែមហ្នឹងគឺខ្លាំងកាលណាផ្អែមខ្លាំងវារៀងចេញល្វីងអញ្ចឹងហើយចាអញ្ចឹងគឺត្រឹមត្រូវអញ្ចឹងប៉ុន្តែអានេះយើងអាចកត់សម្គាល់ថាវាមានផ្ទុកនៅក្នុងអាសារធាតុមេស្ករឬក៏ស៊ីតានីននឹងដែរទេឬមួយចាគឺអានឹងជាស្ករសង្យកដែលជាទូទៅនៅក្នុងអាហារគេប្រើអាស្ប៉ាថាមអានេះគឺផ្អែមខ្លាំងណាស់ម្ដងថ្ងៃនេះអញ្ចឹងគេឲ្យយើងកាត់បន្ថយអាស្ប៉ាថាមនេះបើញ៉ាំច្រើនគឺនឹងបង្កទៅជាជំងឺមហារីកតែម្ដងចាអញ្ចឹងជំងឺវាវិវត្តពីមួយទៅមួយអញ្ចឹងជំងឺទឹកនោមផ្អែមអាចជំងឺខូចកលៀនជំងឺថ្លើមហើយចុងក្រោយគឺទៅជាជំងឺមហារីកដែលភាគច្រើនមកពី sweetener នឹងឯងចាអរគុណលោកជំទាវអរគុណមែនតើយើងនឹងជាពេលវេលានេះនៅក្នុងការជជែកជាមួយលោកជំទាវបន្តទៀតក៏ប៉ុន្តែក្នុងគណៈពេលនេះដោយសារតែពេលវេលាខ្ញុំសូមឲ្យលោកជំទាវមានជាសារនៃការផ្ដាំផ្ញើវិញថាតើសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងស្ថានភាពបរិបទបច្ចុប្បន្ននេះគួរទទួលទានកម្រិតណាគួរមានការទាំងនៅជនបទក្តីទាំងនៅទីប្រជុំជនក្តីតើ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 នឹងការទទួលទាននៅបរិភោគប្រភេទអាហារដែលមានសមាសធាតុស្ករឬក៏ក្លូចកូសហ្នឹងគួរតែមានការណែនាំបែបណាដែរចំពោះពួកគាត់នៅក្នុងការបរិភោគឲ្យបានត្រឹមត្រូវចាអរគុណណាស់អញ្ចឹងនៅក្នុងបរិបទស្រុកយើងសប្តាហ៍ថ្ងៃខ្ញុំគិតថាជីវភាពប្រជាពលរដ្ឋយើងក៏ល្អហើយព្រោះឆ្នាំ30យើងនឹងកាត់បន្ថយក្រហើយទៅជាមធ្យមហើយឆ្នាំ2050យើងនឹងក្លាយទៅជាប្រទេសដែលថាអ្នកមាន
ចឹងខ្ញុំជឿថាការបរិភោគអាហារនេះគួរតែប្រជាជនប្រជាពលរដ្ឋម្នាក់ត្រូវតែចេញពីខ្លួនយើងអញ្ចឹងការញ៉ាំអាហារពេលដែលយើងផលិតជាអាហារឬក៏យើងចម្អិនយើងមិនត្រូវបន្ថែមស្ករនៅក្នុងអាហារយើងទៀតទេដូចខ្ញុំបានជម្រាបពីដើមអញ្ចឹងទាំងសាច់ទាំងបន្លែទាំងអីហ្នឹងគឺវាមានសមាសធាតុស្ករនៅក្នុងនោះហើយអញ្ចឹងទី1ធ្វើអាហារមិនចាំបាច់ថែមស្ករទេណាទី2ត្រូវតែកាត់បន្ថយការញ៉ាំអាហារភេសជ្ជៈពៅឲ្យបានអតិបរមាបើចង់ញ៉ាំឧទាហរណ៍យើងអាចញ៉ាំទឹកអំពៅបានយើងអាចញ៉ាំចាផ្អែមទឹកអំពៅផ្អែមពីផ្លែឈើមួយថ្ងៃយើងញ៉ាំផ្លែឈើមួយមុខដូរគ្នាទៅចាបើញ៉ាំច្រើនក៏អត់បានដែរផ្លែឈើដោយសារវាសម្បូរ fructose និង glucose ដែរវាអាចប៉ះពាល់ដែរបើសិនជាអ្នកនឹងជាមនុស្សដែលកើតជំងឺទឹកនោមផ្អែមគេឲ្យយើងញ៉ាំតិចឧទាហរណ៍ថាសំបីតែទឹកឃ្មុំអ្នកកើតទឹកនោមផ្អែមតែងតែថាមិនអាចញ៉ាំទឹកឃ្មុំបានតាមវិជ្ជបញ្ជាអាចញ៉ាំបានក្នុងមួយថ្ងៃមួយស្លាបព្រាកាហ្វេចាផ្លែឈើអាចញ៉ាំបានប៉មអីអាចកាត់ជា3ជា4ញ៉ាំទៅប៉ុន្តែ2 3ម៉ោងញ៉ាំម្ដងមិនអាចអនុញ្ញាតឲ្យយើងញ៉ាំម្ដង1 2ទេចាដោយសារបរិមាណស្ករវាខ្ពស់អូខេហើយទី3គឺត្រូវតែទៅឲ្យឆ្ងាយ stay away ហ្មងឲ្យឆ្ងាយពីសមាសធាតុផ្អែមណាដែលជាសមាសធាតុសង្យោគជាប្រភេទពពួក high fructose corn syrup ដែលយើងឲ្យឈ្មោះថា HFCS អានេះគឺបើជិះបានគឺជាហើយជាពិសេសគេដាក់នៅក្នុងភេសជ្ជៈ soft drink អញ្ចឹងកាត់បន្ថយពពួកភេសជ្ជៈផ្អែមនឹងឲ្យបានជាអតិបរមាទៅគឺយើងនឹងអាចមានសុខភាពល្អហើយចា៎ខ្ញុំសូមមកចំណុចទៀតចុងក្រោយលោកជំទាវបើសិនជាតាមការស្រាវជ្រាវក្នុងនាមលោកជំទាវជាអ្នកជំនាញណាក្នុងរយៈពេលបច្ចុប្បន្ននេះថាតើមានយើងនិយាយនៅក្នុងប្រទេសនៅក្នុងតំបន់អាស៊ានយើងវិញតើប្រទេសមានប្រមាណប្រទេសដែលទទួលទានអាហារដែលមានសារសមាសធាតុស្ករនឹងច្រើនជាទូទៅនៅស្រុកគេដោយសារគេមានអាហារូបត្ថម្ភអញ្ចឹងគេបរិញ្ញាកូនតាំងពីទូចមកហើយញ៉ាំអាហារនៅក្នុងអ្វីដែលគេដាក់ឲ្យយើងញ៉ាំដូចនៅម៉ាឡេយើងឃើញនៅក្នុងប្រទេសអាស៊ានថៃអីពេលដូចជានៅស្រុកដែលក្រីក្រនៅក្នុងកំពង់អភិវឌ្ឍគឺយើងនៅតែការប្រើប្រាស់បរិមាណស្ករនេះមិនបានត្រឹមត្រូវទេអញ្ចឹងហើយយើងឃើញថាអ្នកដែលកើតទឹកនោមផ្អែមឬក៏ជំងឺមហារីកហ្នឹងគឺច្រើនខ្លាំងមែនតែននៅក្នុងបរិបទស្រុកខ្មែរទេដោយសារវាវិវត្តមកតាមគ្នាចាអញ្ចឹងអាហារដែលកញ្ចប់ហ្នឹងត្រូវតែជៀសវាងឲ្យបានច្រើនអាហ្នឹងគឺគ្រោះថ្នាក់សម្រាប់យើងខ្លាំងទី2គេអាចដាក់សារធាតុបន្ថែមដែលយើងអត់ដឹងចាអញ្ចឹងកាត់បន្ថយសមាសធាតុហ្នឹងទៅហើយយើងញ៉ាំអាហារណាដែលយើងផលិតខ្លួនឯងធ្វើស្រស់ចាឲ្យបានច្រើនបាទអរគុណច្រើនលោកយាយចាអរគុណច្រើនសម្រាប់ការផ្ដល់នៅពេលវេលាដ៏មានសារៈសំខាន់ហើយថ្ងៃនេះយើងពិតជាទទួលបាននៅចំណេះដឹងបន្ថែមថ្មីមួយទៀតហើយពិតជាសំខាន់មែនទែនសម្រាប់បងប្អូនទស្សនិកជនដែលជាអ្នកតាមដានរាល់ការផ្សាយរបស់នេះតាមហោះសម្រាប់នីតិសុខភាពរបស់យើងចំណេះដឹងផ្នែកសុខភាពមួយនេះគឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ននេះព្រោះដោយសារការទទួលទាននិងការបរិភោគរាល់អាហារភេសជ្ជៈដែលមានកម្រិតជាតិស្ករឬក៏បរិមាណស្ករហ្នឹងគឺមានលក្ខណៈទូលំទូលាយនិងទូទៅមែនទែនដូច្នេះអ្វីដែលជាការចែករំលែកចំណេះដឹងអំពីលោកជំទាវបណ្ឌិតសភាចារ្យជ័យសុថានៃអ្នកជំនាញគីមីចំណីអាហារនៃបណ្ឌិតសភាកម្ពុជារបស់យើងហ្នឹងគឺពិតជាមានសារៈសំខាន់ហើយក្រុមការងារក៏សូមសន្យាថានឹងពំនាំនៅចំណេះដឹងទៅលើសុខភាពនេះបន្តទៀតទាក់ទងជាមួយនឹងចំណេះដឹងផ្សេងៗជូនប្រិយមិត្តដែលជាអ្នកតាមដានគណៈពេលនេះដែរខ្ញុំបាននឹងក្រុមការងារព្រមទាំងលោកជំទាវបណ្ឌិតសភាចារ្យសូមអរគុណនិងសូមគោរពលាបាទចាអរគុណច្រើនចំពោះអ្នកត្រាប់ផុសអរគុណបាទអរគុណ